សម្ដេចតេជោហ៊ុនសែនគាំទ្រចំពោះបរិសន្ទរកថាសម្ដេចប៉ាបលីអូដែលបានអំពាវនាវទៅកាន់ពិភពលោកឲ្យប្រកាន់យកសន្តិភាពសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាផ្ញើសារលិខិតជូនដូនជីរ៉ាហ្វេឡាពេត្រីនីប្រធានអភិបាលបុរីវ៉ាទីកង់ក្នុងការគាំទ្រចំពោះបរិសន្ទរកថាសម្ដេចប៉ាបលីអូដែលបានអំពាវនាវទៅកាន់ពិភពលោកឲ្យប្រកាន់យកសន្តិភាពក្នុងសារលិខិតរបស់សម្ដេចតេជោហ៊ុនសែនចុះថ្ងៃទី12ខែឧសភាឆ្នាំ2025ជូនដូនជីរ៉ាហ្វេឡាពេត្រីនីប្រធានអភិបាលបុរីវ៉ាទីកង់មានខ្លឹមសារថាក្នុងបរិសន្ទរកថាដំបូងថ្លែងនេះថ្ងៃទី8ខែឧសភានៅទីក្រុងរ៉ូមលើទីលានសិង្ហបុរីសម្ដេចប៉ាបលីអូបានអំពាវនាវទៅកាន់ពិភពលោកឲ្យប្រកាន់យកសន្តិភាពក្នុងសារលិខិតរបស់សម្ដេចតេជោបានលើកឡើងថាអស់រយៈពេល73ទសវត្សរ៍មកហើយដែលប្រជាជនកម្ពុជាបានរស់នៅក្នុងសន្តិភាពនិងភាពរីកចម្រើនបន្ទាប់ពីបានទទួលរងការបំផ្លិចបំផ្លាញដោយអំពើអយុត្តិធម៌និងអំពើហិង្សាសម្ដេចតេជោបានចាត់ទុកការអំពាវនាវរបស់សម្ដេចប៉ាបបានរកើយ៉ាងខ្លាំងក្លានៅក្នុងដួងចិត្តរបស់សហគមន៍កាតូលិកខ្មែរគ្រប់រូបជាមួយគ្នានេះសម្ដេចតេជោគូបញ្ជាក់ថាក្នុងឋានៈខ្ញុំជាប្រធានព្រឹទ្ធសភានៃប្រជាជនកម្ពុជាជានិច្ចកាលខ្ញុំតែងតែគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់ប្រជាជាតិនិងប្រជាជននានាលើសកលលោកដើម្បីសន្តិភាពយុត្តិធម៌និងការផ្សះផ្សាជាតិខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិលើលោកសូមឲ្យសម្ដេចប៉ាបលីអូសំប្រកបតែនឹងព្រះរាជកម្លាំងកាយព្រះរាជកម្លាំងប្រាជ្ញានិងព្រះគុណមេត្តាសន្តោសប្រណីពីព្រះអង្គម្ចាស់និងសូមជូនដូនជីទទួលអភិវឌ្ឍកិច្ចដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ